ជំរាបសួរបងប្អូនថ្ងៃនេះយើងមានសំណួរចម្លើយតែប្រមូលសំណួរអត់បានច្រើនទេព្រោះប្រហែលជាអ្នកស្ដាប់គាត់ចេះច្រើនយើងឃើញព័ត៌មានតាក់ទងជាមួយនឹងការវាយគ្នារវាងសហរដ្ឋអាមេរិកដែលកំពុងតែចូលក្នុងសង្គ្រាមផ្ទាល់ណាហើយតលាក់ក៏បែក3កន្លែងនៅកន្លែងធំបងប្អូនខ្លះគាត់ថាកន្លែងលក់មាសខ្លះគាត់ឡើងថ្លៃហើយបងប្អូនក៏សួរថាតើអាទិត្យក្រោយមាសឡើងទេបងប្អូនអានេះខ្ញុំសំណួរទី1ប៉ុន្តែយើងនឹងដេញទៅសំណួរច្រើនទៀតតែបើសំណួរនេះសំណួរថ្មីជ្រើងហ្មងតាមពិតបងប្អូនកូនពូសុកទៅរំលោភកូនពូសៅកូនពូសុកជាប់គុកឬមិនជាប់គុកវាអាស្រ័យទៅលើពូសៅហើយនឹងកូនពូសៅនឹងឯងថាគេដោះស្រាយបែបម៉េចនៅក្នុងពេលបច្ចុប្បន្នអញ្ចឹងបងប្អូនចាំពីអាទិត្យមុនខ្ញុំជម្រាបជូនបងប្អូនថាពេលដែលគេអេរ៉ង់វាយអ៊ីស្រាអែលនៅថ្ងៃសុកខ្ញុំថាជាសំណាងវាធ្វើឲ្យមាសឡើងហើយបងប្អូនមានរយៈពេលក្នុងការលក់មាសបន្ទាប់មកវាអាចរង្វិលវាអាចធ្លាក់ទៅវិញប្រសិនបើមិនមានការវាយតបពីអ៊ីស្រាអែលហើយយើងឃើញថាមាសវាបានធ្លាក់ទៅវិញ108 109ដោយដែលយើងធ្លាប់បានជជែកគ្នាប៉ុន្តែបច្ចុប្បន្នសួរថាមាសឡើងអត់ពីព្រោះសហរដ្ឋអាមេរិកវាយទៅហើយយើងចាំមើលសិនប៉ុន្តែក្នុងពេលឆ្លើយដែលខ្លីឆ្លើយដែលអត់មានប្រតិកម្មគឺមាសប្រកាសជាឡើងប៉ុន្តែហេតុអីក៏យើងត្រូវតែចាំមើលសិនហើយយកព័ត៌មានតាក់ទងជាមួយនឹងតើមាសវាឡើងបែបម៉េចឬក៏អ្នកនយោបាយទាំងអស់ហ្នឹងគេនិយាយរឿងអីខ្លះហេតុអីពីព្រោះវានឹងធ្វើឲ្យយើងដឹងថាតើអេរ៉ង់គាត់នឹងមានប្រតិកម្មបែបណាកាលណាបើសិនគាត់មានប្រតិកម្មតបគាត់បិទនៅកំពង់ផែនៅផ្លូវសមុទ្រដែលដឹកជញ្ជូនពីអូម៉ង់ឬក៏អេរ៉ង់ដែល20%ឬក៏30%នៃប្រេងរបស់ពិភពលោកដឹកចេញពីទីនោះណាអញ្ចឹងរឿងផ្សេងកើតឡើងដោយដែល JP Morgan ក៏ព្យាករណ៍តម្លៃប្រេងនឹងហក់ដល់ទៅ150បារ៉ែលនៅក្នុងមួយ$150នៅក្នុងមួយបារ៉ែលអាហ្នឹងគឺជារឿងដែលយើងត្រូវមើលប៉ុន្តែបច្ចុប្បន្ននេះយើងអត់ទាន់ឆ្លើយទេប៉ុន្តែដោយសារស្ថានភាពដែលភ័យស្ថានភាពដែលខ្លាចមាសបានឡើងហើយហ្នឹងគឺសំណួរទី1សំណួរទី2គេសួរថាសម្រាប់បងប្អូនមួយគាត់សួរថាគាត់ចង់ទិញមាសនៅក្នុងពេលបច្ចុប្បន្នខ្ញុំមិនធានាថាបងប្អូនគួរទិញឬមិនគួរទិញទេពីព្រោះមានបងប្អូនខ្លះគាត់និយាយថាហាងឆេងមាសឬក៏អ្នកលក់មាសខ្លះនៅក្នុងស្រុកខ្មែរឡើងហើយបើសិនវាចូលលក្ខណៈតិចនិចដូចខ្ញុំនិយាយការវាយរបស់សហរដ្ឋអាមេរិកល្អដោយការប្រកាសរបស់លោក Donald Trump ហើយអេរ៉ង់ក៏ព្រមចុះចាញ់មិនមានដើម្បីបន្តឬក៏ប្រើនយោបាយការទូតដោយសារតែភាពកំសោយនៃសេដ្ឋកិច្ចឬក៏ពួកអារ៉ាប់រួមមិនបានឈរនៅពីក្រោយអេរ៉ង់ឬក៏មិនមានការចូលរួមនៅក្នុងឧទានណាមួយក្នុងការវាយប្រហារបកលឿនគ្រាន់តែជាសង្គ្រាមរ៉ាំរ៉ៃអាហ្នឹងបងប្អូននឹងទិញមាសនៅក្នុងតម្លៃថ្លៃតែបើសិនជាបងប្អូនថាអត់ទេខ្ញុំច្បាស់តែក្រោយគឺយើងត្រូវទិញអាហ្នឹងអាចទិញឲ្យលក់ទៅវិញប៉ុន្តែសំណួរសួរទៅលើហាងឆេងដែលកំពុងឡើងបច្ចុប្បន្ននិងកម្រិតមាសដែលវាអាចឡើងទៅនៅថ្ងៃក្រោយពេលដែលសង្គ្រាមបារង់កើតឡើងបងប្អូនទើបតែស្ដាប់លោក Rael Dalio ដែលនិយាយពីព្រឹកមិញអញ្ចឹងខ្ញុំបាននិយាយពីព្រឹកមិញរឿងហ្នឹងដែរអញ្ចឹងអ្វីដែលយើងឃើញគឺជាការភ័យខ្លាចតម្លៃមាសវាកំពុងតែឡើងថ្លៃដោយសារតែការភ័យខ្លាចនិង Rammer និងពាក្យចាស់ចាមបារាំងមកពីសង្គ្រាមហើយការជួញដូរវាទៅក្នុងតម្លៃថ្លៃរួចទៅហើយគណៈដែលទីផ្សារធំដែលគេទិញមាសនៅក្នុងថ្ងៃអនាគតរួមទាំងធនាគារកណ្ដាលហ្នឹងគេអត់ទាន់បានបញ្ចេញឬក៏សម្រុកក្នុងការទិញបន្ថែមទៀតទេតើណាបងប្អូនតែបងប្អូនគេថាអត់ទេខ្ញុំទិញទុកអាហ្នឹងអត់បញ្ហាប៉ុន្តែបើសិនជាបងប្អូនទិញខាងរលកដូរមកកញ្ឆក់មកផ្លែតនៅក្នុងរយៈពេលនេះបងប្អូនពិចារណាឡើងវិញជាទូទៅបច្ចុប្បន្ននេះសង្គ្រាមគេវាយតែថ្ងៃឈប់សម្រាកទេថ្ងៃហាងឆេង Forex ឬក៏ថ្ងៃហាងឆេងទីផ្សារមួយអត់ដើរដើម្បីកុំឲ្យវាមានការបំរែបំរួលរឿងឬក៏មានការជះឥទ្ធិពលលឿនទៅដល់បញ្ហាទីផ្សារស្តុកនានាផ្សេងហើយគេដកយកមកចរចាយើងឃើញឡើងធ្លាក់គឺបែបហ្នឹងសំណួរបន្តទៀតខ្ញុំប្រមូលបានពីអ្នកដែលគាត់ស្ដាប់ខ្ញុំគាត់ថាគាត់ចង់ទៅរៀនបញ្ញាបត្រផ្នែកសេដ្ឋកិច្ចដើម្បីវិភាគផ្សារហ៊ុននិងគ្រីបតូប្រសិនបើខ្ញុំជិបឆ្លើយទៅវិញណាព្រោះនេះសំណួរចម្លើយវាអត់តទៅមួយមាសទេបើសិនបើគ្រាន់តែចង់វិភាគសេដ្ឋកិច្ចទេបងប្អូនអាចរៀនវគ្គខ្លីឬក៏រៀនមូលដ្ឋាននៃការវិភាគសេដ្ឋកិច្ចឬក៏រៀនបន្ថែមតាមសភៅក៏បានដែរតែបើសិនជារៀនយកធ្វើជាអាជីពបម្រើការងារស្ថាប័នណាមួយឬក៏ចាប់ជាផលប្រយោជន៍ណាមួយដែលខ្លួនអាចបង្កើតជាប្រាក់ចាំរៀនព្រោះរយៈពេល4ឆ្នាំតែទៅជាមួយនឹងទីផ្សារហ៊ុនវាអត់មានបង្រៀននៅសាលាទេហើយគ្រីបតូក៏អត់មានបង្រៀននៅសាលាដែរបងប្អូនអាចចូលសិក្ខាសាលាដែលគេបង្រៀន free ឬក៏បង់លុយតាមអ្វីដែលបងប្អូនគួរតែប៉ុណ្្នឹងណាហើយក៏ការបង្រៀន free តាក់ទងជាមួយនឹងសិក្ខាសាលាផ្សេងដែលបង្កើតឡើងដោយមូលបត្រផ្សារមូលបត្រកម្ពុជាឬក៏ក្រុមហ៊ុនបណ្ដាក្រុមហ៊ុនដែលគាត់ចុះឈ្មោះណាគាត់មានជាសិក្ខាសាលា
ជាការបង្រៀនជាការអប់រំហ្នឹងគឺក៏ free ដូចគ្នាដែរអញ្ចឹងបងប្អូនអាចរៀនទៅតាមនឹងបាន crypto មានសិក្ខាសាលា free ក៏មានសិក្ខាសាលាដែលគេបង្រៀនដែលដែលចេញប្រាក់ដែរអញ្ចឹងបងប្អូនមើលទៅតាមនឹងទៅសំណួរទៀតបងប្អូនគាត់ថាគាត់លក់គាត់ទិញមាសតាំងពី280នឹងអ្នកខ្លះគាត់ថាគាត់នៅ250គាត់គួរលក់ទេមាសបើសិនវាឡើងនៅដើមសប្តាហ៍ក្រោយបងប្អូនលក់ទៅហើយរងចាំពេលវាធ្លាក់មកវិញពីព្រោះមាសស្ថិតនៅក្នុងចំណុចដែលវាកំពុងតែកើនឡើងហើយវាកំពុងតែរងចាំនៅព្រឹត្តិការណ៍សំខាន់ដែលវានឹងកើតក្រោយណាទីមួយការកាត់បន្ថយអត្រាការប្រាក់នៅក្នុងខែកញ្ញាទី2បើវាកាត់បន្ថយការប្រាក់មានឡើងទី2គឺតេតិនជាមួយនឹងអត្តពលពន្ធអញ្ចឹងវានៅសល់រយៈពេលច្រើនខែទៀតដែរអញ្ចឹងបងប្អូនអាចលក់ទៅហើយចាំទិញនៅក្នុងតម្លៃណាមួយ390 398 99ឬក៏400គុតក៏ថាបានដែរវាធ្លាក់មក correction មួយសិនមុនទៅវាឡើងទៅទៀតក៏ថាបានអញ្ចឹងបែបហ្នឹងតែបងប្អូនអត់ប្រញាប់លុយទេបងប្អូនទុកមើលទៅតែបើបងប្អូនគិតថាដើម្បីចំណេញខ្លះកុំឲ្យទិញមាសឃើញតែមាសអាហ្នឹងគឺរូបភាពបែបហ្នឹងផ្សេងសំណួរមួយទៀតតេតិនជាមួយនឹងដែលបងប្អូនគាត់សួរថាតើស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នហ្នឹងគួរទិញមាសទិញផ្សារហ៊ុនឬក៏ទិញ crypto ចម្លើយទិញអីក៏បានដែរទិញអីក៏បានដែរឲ្យតែទិញចំណេញណាទិញចេះវិភាគចេះកិនគូឬក៏ទុកលុយនៅធនាគារក៏បានដែរឲ្យតែយើងអាចយកប្រយោជន៍ពីវាបានឧទាហរណ៍ crypto ពីម្សិលមិញតែមិនទាន់មានសង្គ្រាមណាខ្ញុំឃើញកាក់មួយហើយកាក់សូណានេះខ្ញុំនិយាយបបិសាខ្លួនឯងដែលវាធ្លាក់ពី170ជាងឬក៏ធ្លាក់មករហូតដល់140ខ្ញុំគិតថាវាជាតម្លៃដែលតល់ណាព្រោះអ្វីដែលយើងអាចឃើញមកវាអាចរត់ទៅដល់120អញ្ចឹងប៉ុន្តែវាអត់ទាន់មានឃើញសង្គ្រាមណាកើតឡើងទេអញ្ចឹងខ្ញុំក៏សម្រេចចិត្តទិញ$140នៅក្នុងមួយកាក់ប៉ុន្តែបច្ចុប្បន្នវាធ្លាក់ដល់130ហើយទិសដៅវាធ្លាក់ដល់120ហើយវាអាចបន្តធ្លាក់ទៅទៀតព្រោះនិន្នាការវារហូតដល់$90នៅក្នុងមួយកាក់ក៏ថាបានដែរប្រសិនបើមានសង្គ្រាមទៅទៀតព្រោះធ្វើឲ្យចរន្តលុយនឹងការគ្រប់គ្រងលុយហើយតើទៅជាមួយនឹងបច្ចេកឬក៏គម្រោងរបស់វាមិនទាន់មានផ្នែកណាមួយដែលនឹងរុញតម្លៃឡើងទេព្រោះវាពឹងផ្អែកទៅលើការកើនឡើងនៃ Bitcoin វាធ្វើឲ្យ altcoin ទាំងអស់ហ្នឹងវាកើនឡើងដូចគ្នាដែរអញ្ចឹងចរន្តលុយណាការគ្រប់គ្រងលុយអញ្ចឹងគឺការសម្រេចចិត្តនៅពេលដែលយើងខុសមួយគឺបែបហ្នឹងប៉ុន្តែបើយើងអត់មានបញ្ហាទេតែទៅជាមួយលុយយើងទុកចោលទុកតតែតម្លៃកាក់របស់យើងទិញណាមួយកាក់ខាត$30 $10ឬក៏ស្អែកហ្នឹងវាអាចធ្លាក់ដល់120ណាអញ្ចឹងយើងអាចទិញអា120ហ្នឹងទុកដើម្បីវាឡើងមកវិញក៏ថាបានឬក៏យើងទុកចោលណាកាក់ដែលយើងទិញហ្នឹងតលពេលវេលាវាឡើងមកវិញប៉ុន្តែគ្រាន់ថាផ្សារហ៊ុនហើយមាសខុសគ្នាត្រង់ថាដោយផ្សារហ៊ុនក្នុងពេលបច្ចុប្បន្នត្រូវមើលថាតើវិសាលភាពណាមួយល្អមិនសិនព្រឹកមិនខ្ញុំនិយាយពី AC ដែរឥឡូវខ្ញុំនិយាយ AC ដែរតទៀតចុះយើងមើលវិសាលភាពសេដ្ឋកិច្ចរបស់យើងបើយើងចេះវិភាគណាយើងគឺឃើញថាកម្ចីអត់សងច្រើនកើនឡើងច្រើនតែទៅជាមួយនឹងមូលធនដែលកំពុងតែជាប់ផុងហើយនឹងបំណុលដែលមិនដែលកំពុងមានបញ្ហាកំពុងតែជាប់កំពុងតែបន្តហើយការរឹតបន្តឹងតាមរយៈធនាគារកណ្ដាលក្នុងការផ្ដល់ប្រាក់កម្ចីក៏កំពុងតែបន្តដែរបែបហ្នឹងហើយតើតើជាមួយនឹងការកាត់បន្ថយអត្រាការប្រាក់ដែលធ្វើឲ្យអ្នកប្រាក់ដាក់ប្រាក់បញ្ញើចំណេញជាមួយនឹងធនាគារហ្នឹងក៏កាត់បន្ថយដែរអញ្ចឹងយើងអាចមើលឃើញថាធនាគារនេះធនាគារអត់សូវចំណេញទេត្រូវទេអញ្ចឹងតើយើងទិញបានទេអា6000ជាង7000នៅក្នុងមួយហ៊ុនរបស់ AC ហ្នឹងទិញបានទេព្រោះតែយើងទិញផ្សារហ៊ុនយើងមានគោលបំណងពីរទីមួយយើងទទួលបានភាពលាភហើយទីពីរគឺអាផ្សារហ៊ុនហ្នឹងវាឡើងថ្លៃថាទិញ6000ថ្ងៃក្រោយវាឡើងដល់10000ជាងទៅវាអាច1 គុណ 2អញ្ចឹងទៅអាហ្នឹងវាអាស្រ័យលើការសម្រេចចិត្តរបស់យើងហើយបើសិនតែយើងទិញនៅក្នុងតម្លៃហ្នឹងស្រាប់វាធ្លាក់ចុះទៅទៀតអាហ្នឹងគឺផ្សេងទៀតភាពលាភឧទាហរណ៍ថាមួយហ៊ុនបាន400ចុះដោយការចែកក្រដងឬក៏បែបមិនអញ្ចឹងឬក៏តាមផ្នែកណាមួយឬក៏ក្រុមហ៊ុនផ្សេងគេចែកប្រមាណយើងគិតមើលតើវាអាចស៊ីសងនឹងជាមួយនឹងការយកលុយទៅដង្កល់ទុកដែរឬទេព្រោះអាការវិនិយោគនេះគឺយើងអាចយកវិនិយោគលុយដែលយើងត្រូវការយកទៅប្រើប្រាស់ទេលុយដែលយើងមិនប្រើប្រាស់ទៅយើងយកវិនិយោគអញ្ចឹងយើងគិតចំណុចហ្នឹងថាតើវិនិយោគណាឲ្យចំណេញយើងប្រើគោលនយោបាយ DAC យើងប្រើមិនត្រូវទេព្រោះអាហ្នឹងគេប្រៀបធៀបជាមួយប្រាក់ដុល្លារយើងប្រើ RAC ទៅ real cost real average យើងប្រើដូចជារូបិយបណ្ណដុល្លារមករូបិយបណ្ណរៀលទៅវាបានហើយយើងមើលថាពេលណាទិញមានដូចគ្នាដែរមាននៅក្នុងពេលបច្ចុប្បន្ននេះក៏វាឡើងនៅក្នុងកម្រិតមួយដែរបើសិនទិញក្នុងរយៈពេលវែងយើងអាចទិញចាំបានប៉ុណ្ណឹងណាតែពេលឡើងដល់កម្រិតមួយគឺយើងលែងទិញទុករយៈពេលវែងគឺយើងទិញលក់យើងមើលកន្លែងណាដែលទិញបានហើយទិញលក់គាត់ថាធនាគារគាត់ថាមាសវាមានបានធនាត្រង់ថាមាសនៅពេលដែលវាធ្លាក់វានឹងឡើងទៅដល់កម្រិតរបស់វាវិញប្រសិនបើទ្របនឹងយើងអត់ត្រូវការបញ្ញត្តិមកមានបញ្ហាទេវាបែបហ្នឹងខុសពីសារហ៊ុនខុសពី crypto សារហ៊ុននិង crypto มันកំណត់ថាវាឡើងមកដល់តម្លៃវាវិញទេជួនកាលវាងាប់បាត់ក៏ថាតើបានដែរកាក់ខ្លះជួនកាលទៅវាធ្លាក់ដល់តម្លៃមួយដែលហៅលេងលឺហើយវាឡើងលេងរួចវានៅក្នុងតម្លៃហ្នឹងណា
គាត់ថាបានផ្សារហ៊ុនក៏ដូចគ្នាដែរវាដូចគ្នាអញ្ចឹងទាំងអស់អញ្ចឹងអាការវិនិយោគមាសគឺសុវត្ថិភាពជាងយើងអាចខាតពេលវេលានៅក្នុងពេលវេលាណាមួយតែបើតែឲ្យវាខាតទៅអត់ទេតែបើផ្សារហ៊ុនទិញលក់អាហ្នឹងគឺជារឿងដែលគួរធ្វើហើយការចេះវិភាគទីផ្សារក៏គួរធ្វើ crypto ក៏ដូចគ្នាដែរវាបែបហ្នឹងហើយបើទិញហូលតើយើងមើលទៅលើបច្ចេករបស់វាដែរបែបហ្នឹងណាអញ្ចឹងសំណួរសួរទៅហ្នឹងខ្ញុំឆ្លើយទៅវិញទិញមួយណាក៏បានដែរឲ្យតែចំណេញនេះគឺជាសំណួរចម្លើយសម្រាប់ថ្ងៃអាទិត្យនេះហើយសម្រាប់មាសខ្ញុំគិតថាបើសិនគេឡើងតម្លៃមុនទីផ្សារឡើងណាគួរកុំទិញឲ្យព្រោះមាសស្ថិតនៅក្នុងតម្លៃដែលវាថ្លៃរួចស្រាប់ទៅហើយយើងកំពុងតែរងចាំតម្លៃវាចុះតែបើសិនវាឡើងនៅក្នុងពេលសង្គ្រាមហេតុអីក៏យើងត្រូវទិញនៅក្នុងតម្លៃថ្លៃយើងដាក់សំណួរសួរខ្លួនឯងណាសួរខ្លួនឯងបែបហ្នឹងចុះបើសិនក្នុងតាក់តិចសង្គ្រាមហ្នឹងវាមានរឿងអីផ្សេងនៅខាងក្រោយហ្នឹងទៅទៀតរងគេព្រមចរចាបន្ទាប់ពី C3 គ្រាប់របស់សហរដ្ឋអាមេរិកហ្នឹងតើមាសវាឡើងឬក៏រងគាត់អត់ចរចាគាត់បាញ់រ៉ាប់រ៉ាំរ៉ៃធម្មតាមិនមានសង្គ្រាមធំទេមាសហ្នឹងក៏ត្រឡប់មកវិញហើយយើងទិញនៅក្នុងកំឡុងពេលថ្លៃអាហ្នឹងយើងខកជើងហើយជាអ្វីដែលខ្ញុំអាចជំរាបជូនបានណាសូមអរគុណសូមជម្រាបលាកុំបុកទៅទិញមាសពេកព្រោះអ្នកលក់មាសឥឡូវក្នុងពេលបច្ចុប្បន្នច្រើនគ្នាគាត់មើលឃើញឱកាសច្រើនជាងយើងជាអ្នកដែលទិញសន្សំអរគុណច្រើនអញ្ចឹងមិនប្រអាប់អ្នកលក់មាសទេណាយើងព្យាយាមឲ្យការពាររៀងខ្លួន